chẳng hay bàn mà nắng tranh âm pi khẹt bạt bóng mà đâu việc tri mà đâu việc tri nó à lo chu muối ha thì nó ta sáu mà xuống là nè bạt bóng nè na xuống ta sáu mà ta sáu mà đa bị bánh ngọt bạn đa bánh ngọt được màu cổ cho nó đúng hết thấy bán cái đọ phụ má nó mà nó một côn bờ rầy nó một côn bờ rầy nắng mê mình chia ca đây cả nặng đầm bo cả nặng nắng cứ một con tạc cờ việc tu bóng ôn ở này là này trong cá chật tiền lục ở sùng nàyคือtrong cá chật tiền chật lục ở sùng chẳng trong bóng ôn thẳm có lục ta sùng cao vì lục ta sùng nó tung chém nào cũng là nâu nằng prey ní bờ này dây rùm tới nơi chỉ lo nơi non năm bàn tay bờ lốp lốp nơi tăng bị năm chặt chiêng nơi muôn không nè phải bắt tọt mắt bàn lốp thì vô không nè mà nâu nằng kêu nơi môi lục ta sùng man chém nàyประมาณmới cha mới cụcปลาปีจนนอนนั่งทำงานมันเอาจมูกลงตะสูงนะยุคผมบุญใช่ សូមជម្រាបសួរបងប្អូនអរគ្នាឥឡូវនេះយើងមកដល់ចំការប្រទាលលោកឪស៊ូងអញ្ចឹងសូមបងប្អូនទស្សនាទាំងអស់គ្នាថ្ងៃនេះបានមកដល់កន្លែងលោកឪស៊ូង อันนี้ปลาเลยขมโอ้ปลาเลยขมปลาเลยขมปลาเลยไพรปลาเลยขมอันนี้ไอ้ปลาเลยกดลงตะสูงปลาเลยลูกหนักบกโรงมวยสินะกดកន្លែងនោះគាត់លោកតាស៊ូងលោកឪណា กดลูกตะสูงไพรที่ได้วันนี้เนี่ยสระพีดักยูเชยยูจั่วติดาวใบกีลูกเอาอันนั้นดาวตราดนะตราดดาวอ๋อยูจั่วตราดนั่งดาวใบเลียบปีจั่วเธอจั่วตึกจั่วไอ้จั่วตึกดาวใบเลียบไอ้อันนี้ปะเตียแล้วนะปลาเลยขมไอ้ดำบอลนี่ให้เชียดำบอลได้บาทาเบิร์นเนี่ยจองสกอตผมวัดตะสูงบ้าดอสกอตอะไรนั่นบ้านสกอตที่บ้านนี่ก็งอะไรอะไรการตัดสินการนี่ก็ให้ทาจักรปะเตียลูกตะสูงกันนั่นការប្រទាលលោកតាស៊ូង นั่นไงบ้านนี่ของอังกฤษเลยที่ได้มาเตียเนาะโยมมามือผมนะนี่สกปรกเตียนไพรนี่อะไรนั่นเป็นจำนวนได้ยังอัดตอนเมียนเพลาเมียนไอ้หนึ่งยังนาโจมาดอลตี ตะเปียวนี่ก็อบลังช่วยมั้ย นี่เนี่ยตอนนี้ไอ้ตอนนี้เมียดซอกับเมียนไอ้กับเมียนไอ้หรือเมียดฟรีหรือเมียดไอ้แบบถ้าบนหน้าจ้องโรคขึ้นนำประเทศไอ้มาตอนนี้มาเนี่ยตอนนี้ก็ลูกกระซุงกันเลย អូ นี่น้ำจ้องอันประเทศ នេះគាត់លោកតាស៊ូង cao vì lục ta sùng nó tung chém nào cũng làនៅនឹងព្រៃនេះបើនិយាយរួមទៅនៅចន្លោះនៅក្នុងឆ្នាំប៉ុន្តែបើលោកនៅតាំងពីឆ្នាំ7ជាងនៅមុនខ្ញុំកណាហើយបន្ទាប់មកបានលោកទៅយកខ្ញុំកណាមកនៅនឹងគ្រូនៅមួយលុកតាស៊ូងបានឆ្នាំនេះ ប្រហែលមើលចាំមើលពុកប៉ាល់ពីជំនាន់ហ្នឹងខ្ញុំកណាមកនៅជាមួយលោកតាស៊ូងនេះអាយុ9ឆ្នាំអូជា 9ឆ្នាំហើយតូចមែនតើ តូចមែនតើដើរកាត់ព្រៃមកដើរកាត់ព្រៃមកនៅខាងនេះឯងបន្ទាប់មកបានផុតពីអញ្ចឹងយើងត្រឡប់ទៅវិញបានឪពុកម្ដាយរត់ចូលធ្វើខ្មែរក្រហមកាលហ្នឹងតំបន់នេះគឺតំបន់អភិគមរបស់ខ្មែរក្រហមមេខ្មែរក្រហមអញ្ចឹងទៅបានគេជលះយើងទៅអញ្ចឹងមកធ្លាក់ទៅដល់បាត់ដំបងអូលោកចាក់ទៅដល់បាត់ដំបងនៅទីភ្នំបៃចាបតែហ្នឹងគេដកខ្មែរក្រហមពីនេះឲ្យទៅដាក់នៅភ្នំបៃចាបហ្នឹងចាប់ក៏ញោមប្រុសមកអីហ្នឹងក៏ទៅហ្នឹងក៏ទៅធ្វើដំណើរលេងមកចំហៀងម្នាក់មកចំហៀងទៅចេះទៅកាត់ទៅតាមជិះតេះលើគ្រូអត់ឯកាលហ្នឹងជិះតេះជិះអីចឹងទៅមានកងគេមកជួយជូនពីតំណាក់មួយទៅតំណាក់មួយរហូតចឹងទៅធ្លាក់ទៅនៅប្រទេសឆ្មាបានចេញពីប្រទេសឆ្មាចឹងទៅបានឡើងកាត់ចេញពីប្រទេសឆ្មាបានធ្លាក់ចូលនៅក្នុងទលេសាបចូលទលេសាបបាក់ព្រាព្រែកទ្របបានកាត់ឡើងវាព្រាបាក់ព្រាព្រែកទ្របទៅបានឡើងទៅនៅភ្នំបៃចាបម្ដុំច្រឡងគួយផ្លូវមាសពីប៉ាងសាងលឹមខ្ញុំសាននោះនិយាយទៅកណាចំអញ្ចឹងកណាក៏បានអាយុជាង12 ឆ្នាំហើយកណាអញ្ចឹងទៅពេលគេផ្លាស់ចេញពីនឹងមកគេបង្កើតអាខ្មែរក្រហមពូនហ្នឹងខ្មែរក្រហមកាលជំនាន់ហ្នឹងនៅខ្ញុំកណាអត់ចាំទេគឺបែកបាក់គ្នាខ្មែរក្រហមនិងខ្មែរក្រហមវាបែកបាក់គ្នាជាមួយពួកយួនស្អីយួនអីទេអានឹងយួនយៈកងណាយួនយៈកងនេះទៅហ្នឹងវាហើយក៏ខ្ញុំកណាហ្នឹងក៏យកគ្រួញោមហ្នឹងក៏ចាប់ដើមយកគ្រួសារហ្នឹងទៅនៅនឹងច្រឡងគួយច្រឡងនេះវាសឹងច្រឡងគួយមួយផ្លូវមាសញោមគ្រូបកាទៅនៅច្រឡងគួយតែលោកតាស៊ូងនៅនេះទេនៅនេះទេប៉ុន្តែលោកអត់ដែរបានទៅនៅអត់ដែរមានអញ្ចឹងមានន័យថាលោកតាស៊ូងនៅតែនេះដែរនៅនេះរហូតចឹងទៅបានយើងបែកបាក់គ្នាដល់តែយើងទៅនៅហើយឆ្នាំ1975បានចាប់ផ្ដើមយើងបាននៅកាន់កាប់ខ្មែរក្រហមខ្មែរក្រហមចឹងហើយបានអាហ្នឹង
ចេញអំពីខេត្តបាត់ដំបងមកនៅវាលទ្រាមកនៅវាលទ្រានៅអាឡភ្ជូងមួយគេហៅជំនាន់តាសោមសួរតែអ្នកបាត់ដំបងអ្នកណាស្គាល់តាសោមព្រោះតាសោមអាដាវាបាញ់ងាប់អាដាបាញ់ងាប់នឹងថ្មគោលជំនាន់នោះណាហើយបានគេដកពួកម៉ានហ្នឹងមកនៅមង្គលបរិយនៅមង្គលបរិយហ្នឹងមេបញ្ជាការដែលគណៈតំបន់គណៈហ្នឹងគឺឈ្មោះគាត់តាក្រៅហើយមេបញ្ជាការដែលនៅភូមិភាគហ្នឹងឈ្មោះរស់ញឹមភូមិភាគពីយប់ហ្នឹងរស់ញឹមនៅជាមួយរស់ញឹមនៅជាមួយតាក្រៅជាមួយតាផានហើយនឹងញោមប្រុសម៉ែនឹងសឹកមេខ្មែរក្រហមណាជំនាន់ហ្នឹងដល់ទៅពេលនៅក្នុងឆ្នាំ1900ឆ្នាំ1979ចិត្តចូលយើងដល់78 77នារដីចូលមកពួកតមុកចូលអញ្ចឹងគេសម្លាប់ពួកពីយប់គេដឹកពួកពីយប់ទៅញឹមអីទៅងាប់ទូស្លែកអស់ទាំងញោមតែញោមមកអត់ស្លាប់ទេញោមមកប្រាស់មកខាងនេះវិញមកខាងនេះវិញគាត់ដឹងមកនៅខាងនេះវិញគាត់មកនៅយើងព្រៃស្អាតស្រីណយនេះព្រៃស្អាតស្រីណយលោកវិញស្គាល់ហើយហ្នឹងជួននឹងប្លុកហ្នឹងព្រៃស្អាតស្រីណយហ្នឹងហើយបានពួកម៉ាឆ្នាំ1979នៅថ្ងៃ7មករាវៀតណាមវាយចូលទីក្រុងភ្នំពេញថ្ងៃ20ចូលដល់ថ្ងៃ20មករាចូលដល់ថ្ងៃ20មករាពួកម៉ាគេឲ្យដកទៅនៅប៉ោយប៉ែតទៅនៅយើងអត់ទេគេដកយកទៅដាក់ហ្នឹងគេដកដាក់ហ្នឹងទៅអង្គការគេក៏គេចាប់ដើមរៀបចំកម្លាំងមកវិញគេយកមកបុកភ្នំពេញវិញគាត់នាំគ្នាដឹកកម្លាំងហ្នឹងតាមឡានពួកម៉ែខំវាយខ្លាំងតែម៉ែគេវាយមកធ្លាក់មកនៅយើងកំពង់ធំមកនៅមកកំពង់ធំមកដាក់កម្លាំងគ្នានៅនឹងកំពង់ថ្មមកខាងយួនមកខាងនៃកំពង់ថ្មខាងនេះខ្មែរក្រហមបុកគ្នាខ្លាំងមែនទែនចឹងទៅពួកដាច់នាំគ្នាបាក់ទ័ពមកនៅរត់កាត់តាមហ្នឹងបោកឡានមកវិញអត់ទៅខាងនោះទេមកប្រឡោះយើងពីកំពង់ធំមកព្រះវិហារវិញពេលដែលមកនេះគ្រូជួបអ៊ំមកជួបអ៊ំហ្នឹងគឺជួបលោកអ៊ំជួបនៅអានសេះមិនទៅលើអានសេះនៅខាងអានសេះនៅយើងវិញជំរុំអានសេះហ្នឹងទៅជួបគ្នាមួយជួបនៅចរុំជួបនៅចរុំអញ្ចឹងមានន័យថាលោកឪក៏លោកចេញចាពីព្រៃនេះដើម្បីទៅចរុំនៅចរុំដែរជាចាស់ទុំធម្មតាជាចាស់ទុំធម្មតាតាមជនរត់ភាសភាសសង្គ្រាមមួយគេដែរទៅដល់ពេលអញ្ចឹងបានទៅនៅមួយសាក់3អ៊ំជួបជុំគ្នានឹងទៀតទៅដល់ជួបជុំគ្នាហ្នឹងចាជំនាន់នោះក៏ម៉ាក៏លះបង់ឈប់ធ្វើខ្មែរក្រហមលះបង់ឈប់ព្រោះវាបែកបាក់ហើយមិនដឹងអាណាមេណាកោយវាណាស្ដាប់គ្នាបានពួកគេយើងភូមិភាគពីយប់គេនិរដីអញ្ចឹងណាគេនិរដីអញ្ចឹងវាបែកបាក់គ្នារោមេអត់ឃើញទេក៏ទៅនៅជាមួយសាក់3អ៊ំសាក់3អ៊ំហ្នឹងសាក់3អ៊ំហ្នឹងគាត់ជាគណៈបកមួយដែលគេហៅថាពួកបាក់សើចាំក្រុងមានអាបលាកក៏គាត់សរសេរបាក់គាត់ដូចជាធ្លាប់លើឈ្មោះហ្នឹងបាក់សើចាំក្រុងហ្នឹងនិយាយរឿងប្រវត្តិអញ្ចឹងបានដឹងទៅនៅជាមួយសាក់3អ៊ំហ្នឹងឯងលោកតាសួងក៏នៅជាមួយសាក់3អ៊ំហើយសាក់3អ៊ំហ្នឹងគឺជាជំរុំមួយដែលប្រកាន់យកភុសេរីការទេមិនមែនជាលទ្ធិកុម្មុយនីភុសេរីការភុលទ្ធិសេរីការហ្នឹងមានស៊ុនសានស៊ុនអីយ៉ាងជាប្រធានណាជាប្រធានអញ្ចឹងគាត់យកលទ្ធិរបស់ភុសេរីការអញ្ចឹងម៉ាហ្នឹងគាត់នៅជាមួយភុសេរីការហ្នឹងបានមួយរយៈដូចជា6 7ខែដែរបន្ទាប់មកគេបំបែកជំរុំនឹងចេញទៀតម៉ាក៏នាំគ្នារត់ចូលសៀមអានឹងរឿងចូលសៀមហើយដោយការបំបែកជំរុំហ្នឹងគឺយើងមានរឿងមួយដោយសារតែការអូសទាញកម្លាំងនៃចលនាអូសទាញនៃចលនាហ្នឹងទៅគឺមានវាមិនបែកចេញជាប្រមាណបកគឺទី1ខ្មែរក្រហមកងគេហៅកងកម្លាំងជាតិទ័ពជាតិទី2កងសេរីការទី3ថៃដែងថៃដែងកុម្មុយនីថៃដែងណាសម័យហ្នឹងណាម៉ាក៏បានសម្រេចទៅនៅថៃដែងទៅជាមួយក្រសួងទៅអីហ្នឹងបានធ្លាក់ប្រវត្តិរឿងរ៉ាវទូភ្នំដងរែកនេះស្គាល់ទាំងអស់ប្រវត្តិដែលលោកតាសួងលោកត្រូវបានថៃគេស្គាល់ចាប់ដល់ពេលហ្នឹងមកថៃដែងអត់តស្គាល់ទេនៅជាមួយថៃដែងទៅនៅជាមួយថៃដែងធ្វើជាលក្ខណៈចលនានៃថៃដែងដល់ពេលឆ្នាំ1984 81 82 83គឺ84គឺចលនាថៃដែងក៏ចាប់ផ្ដើមសមរណកម្មជាមួយរាជរដ្ឋាភិបាលចូលវាមកផ្សះផ្សាចូលទៅវិញអស់ហើយពេលហ្នឹងក្នុងឆ្នាំ1982